រឿងអន្ទង់វែងឆ្នាំងវែងកាលកន្លងទៅហើយមានមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នាថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារបានអន្ទង់មួយយកមកប្រគល់ឲ្យប្រពន្ធរួចប្រាប់ថាចូលឯងយកអន្ទង់នេះទៅស្លស៊ីចុះប្រពន្ធឆ្លើយថាចូលបានតុងវិញម្លឹងបានឆ្នាំងវិញពីណាមកស្ងោអន្ទង់នេះបានប្តីលឺហើយនៅក្នុងចិត្តថាប្រពន្ធឯងល្ងងអីម្លេះហើយប្រាប់ប្រពន្ធវិញថាបើឯងរកឆ្នាំងវិញពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកទៅប្រពន្ធក៏យកអន្ទង់នោះទៅព្យួរទុកហើយគេចទៅដេកបំបើកូននៅក្នុងមុងបាត់ទៅប្តីក៏យកអន្ទង់នោះទៅកាប់ចិញ្ច្រាំហើយយកឆ្នាំងសម្លដាក់ស្លគោលុះឆ្អិនដោះដួសហៅប្រពន្ធមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះនៅសល់បន្តិចនៅបាតឆ្នាំងប្តីក៏លាងឆ្នាំងនោះហើយចេញទៅព្យួរស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់ហើយនឹកដល់សម្លគោអន្ទង់ដែលឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតដល់ខំលិតខ្លាំងណាស់ក្បាលនាងនោះក៏ចូលទៅក្នុងឆ្នាំងគ្របពីលើមិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបានក៏វាលូនទៅក្នុងមុងលុះប្តីត្រឡប់មកពីព្យួរវិញរកប្រពន្ធពុំឃើញឮសូរសំឡេងក្រងួហាក់ដូចជាចម្លែកណាស់ប្តីដើរចូលមករកមើលទើបយកដំបងវេបំបែកឆ្នាំងនោះទៅប្រពន្ធលាន់មាត់ស្រែកថាយ៉ាអញពូនអាគាត់អីសោះប្តីនឹងអស់សំណើចក៏ដើរចេញទៅ